ណាគីធ្វើម៉េចឲ្យខ្លាំងរៀនក្នុងការសិក្សាខ្ញុំដឹងពីខ្លួនឯងជាមនុស្សខ្លាំងពីធម្មជាតិរៀនអ្វីឆាប់ចេះឆាប់យល់ប៉ុន្តែខ្ញុំនៅតែខ្សោយមិនដឹងរៀនចាប់ពីណាទៅណាអាហ្នឹងមកពីវិន័យទេចៅឯងឆ្លាតហើយតែចៅត្រូវការវិន័យសិក្សាវិន័យឧទាហរណ៍ដូចអានសៀវភៅនៅសហរដ្ឋអាមេរិកនៅពេលដែលសិស្សចូលរៀនបឋមសិក្សាគ្រូបង្រៀនសិស្សឲ្យមានវិន័យសិក្សាតាំងពីក្មេងឲ្យមានវិន័យសិក្សាបើសិស្សណាយកវិន័យសិក្សាបានពីក្មេងរហូតដល់ចប់ middle school គឺចប់អនុវិទ្យាល័យវិន័យនៃការសិក្សារបស់ក្មេងសិស្សសាលានៅអាមេរិកហ្នឹងក៏คล้ายទៅជាវិន័យសម្រាប់សិក្សានៅវិទ្យាល័យទើបបានជោគជ័យបញ្ចប់ការសិក្សាក្នុងរវាងអាយុ17-18ឆ្នាំហើយដោយសារសិស្សមានវិន័យសិក្សាសិស្សឆ្លាតហើយនឹងសិស្សល្មមមិនចាំបាច់ឆ្លាតពេកណាល្មមក៏អាចមានលទ្ធភាពចូលសិក្សានៅមហាវិទ្យាល័យនៅពេលដែលសិស្សសិក្សាពីបឋមដល់អនុវិទ្យាល័យរកបាននៅវិន័យសិក្សាសិស្សអាចបញ្ចប់ការសិក្សានៅវិទ្យាល័យហើយក៏មានវិន័យទៅសិក្សានៅមហាវិទ្យាល័យសិស្សដែលមានវិន័យបែបនេះទោះបីពូកែក្តីមិនសូវពូកែក្តីសិស្សអាចសំងំសិក្សានៅមហាវិទ្យាល័យដល់ចប់បរិបូរណ៍មិនចាកចោលសាលាទេមិនរត់ចោលសាលាទេហើយនៅពេលដែលសិស្សបានបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅមហាវិទ្យាល័យវិន័យនៃការសិក្សាក្នុងវិជ្ជា7ប្រការបូកនឹងវិន័យសិក្សានៅវិជ្ជាបន្ថែមលើ7ប្រការដែលคล้ายទៅជាវិជ្ជា10ប្រការនៅពេលសិស្សបញ្ចប់ការសិក្សា4ឆ្នាំនៅមហាវិទ្យាល័យទទួលបរិញ្ញាបត្រក្រោមបំពេញឧត្តមភាពគឺសិស្សមានការចេះដឹងមុខវិជ្ជា10ប្រការនៅក្នុងមុខវិជ្ជា10ប្រការសិស្សដែលមានវិន័យអាចបន្តការសិក្សាទៅបរិញ្ញាបត្រជាន់ខ្ពស់2ឆ្នាំឬ1ឆ្នាំថែមទៀតហៅថា Master ឬក៏ Graduate Program ដោយសារមានវិន័យហើយនៅពេលបញ្ចប់ការសិក្សានៅបរិញ្ញាបត្រជាន់ខ្ពស់បើសិស្សរឹងប៉ឹងខាងវិន័យសិក្សាសិស្សអាចបន្តសិក្សាទៅបរិញ្ញាបត្របណ្ឌិតទៅ Doctoral Courses ដែលចង់បញ្ចប់ត្រូវការពី2ពី4ឬក៏6ឆ្នាំទៀតសិស្សអាចបញ្ចប់ការសិក្សាបរិញ្ញាបត្រឯកដែលហៅថាបណ្ឌិតអញ្ចឹងការសិក្សាណាណាគីទី1យើងឆ្លាតពីកំណើតមកហើយតែដែលយើងប្រឡងធ្លាក់ឬក៏យើងមិនដឹងចាប់ពីណាទៅណាដោយសារយើងអត់ចាប់បាននៅវិន័យអញ្ចឹងត្រូវការចាប់វិន័យឧទាហរណ៍ខ្ញុំឲ្យឧទាហរណ៍អានសៀវភៅទី1ត្រូវអង្គុយអានទី2ត្រូវមានក្រដាសកត់ហេតុដែលអានទី3ត្រូវមានបន្ទះក្រដាសសម្រាប់ខណ្ឌទំព័រសៀវភៅនៅពេលអានដល់ណាទី4ពេលអានចប់មួយចម្ពោះត្រូវដកដង្ហើមហើយសួរខ្លួនឯងថាខ្ញុំអានចប់មួយចម្ពោះនេះចេះដឹងអីហើយនៅពេលដែលឆ្លើយនឹងសំណួរខ្លួនឯងពិនិត្យមើលកំណត់ហេតុនៃការអានតើវាមានខ្វះចន្លោះប៉ុណ្ណាហើយបន្តអានចម្ពោះថ្មីពេលអានក៏ធ្វើកំណត់ហេតុព័ត៌មានដែលទាញយកពីការអានមកដាក់លើក្រដាសហើយដល់អានចប់ចម្ពោះមួយទៀតដកដង្ហើមសួរខ្លួនឯងថាចម្ពោះនេះគេនិយាយអំពីអ្វីហើយព្យាយាមឆ្លើយខ្លួនឯងតាមក្នុងចិត្តក្តីជាមាត់ក្តីហើយពិនិត្យមើលកំណត់ហេតុលើក្រដាសតើត្រូវទេបើមិនត្រូវកែហើយបានចូលអានចម្ពោះបន្ទាប់ធ្វើដដែលរហូតដល់คล้ายទៅជាវិន័យនៃការអានបើសិនណាជាចៅណាគី25មានវិន័យការអានដូច្នេះពេលអានសៀវភៅសិក្សាគឺពូកែហ្នឹងវិន័យមួយវិន័យមួយទៀតវិន័យធ្វើលំហាត់អ្វីក៏ដោយ
ពេលសិក្សាលំហាត់ត្រូវគិតដល់ថាតើលំហាត់ដែលគ្រូឲ្យមកហ្នឹងអាចបញ្ជាក់បានថាខ្លួនធ្វើត្រូវឬខុសមុនយកទៅឲ្យគ្រូទេគណិតសាស្ត្ររេខាគណិតលេខនិពន្ធចំណោទតែងសេចក្តីគ្រប់ទាំងអស់ត្រូវព្យាយាមរកគំនិតមួយថាតើលំហាត់ដែលគ្រូដាក់ឲ្យហ្នឹងមានវិធីបញ្ជាក់លំហាត់ហ្នឹងខ្លួនឯងមុនយកទៅឲ្យគ្រូកែទេបើធ្វើចំណោទហើយដឹងពីវិធីបញ្ជាក់ថាចំណោទហ្នឹងត្រូវឬខុសមុននឹងយកទៅជូនលោកគ្រូឲ្យគាត់កែបើធ្វើលំហាត់លេខនិពន្ធគណិតសាស្ត្រដឹងពីវិធីបញ្ជាក់លេខនិពន្ធគណិតសាស្ត្រមុនយកទៅដាក់ជូនលោកគ្រូកែបើតែងសេចក្តីដឹងពីលំអាននៃការតែងសេចក្តីមុនយកសំណេរតែងសេចក្តីទៅដាក់ជូនលោកគ្រូកែបានសេចក្តីថាយើងនឹងដឹងថាលំហាត់របស់យើងខុសឬត្រូវមុនលោកគ្រូកែនៅពេលដែលយើងមានសមត្ថភាពនឹងយើងត្រូវស្វែងយល់យើងមានវិន័យដែលការត្រៀមប្រឡងរបស់យើងមានកម្រិតខ្ពស់ដែលអាចឲ្យយើងប្រឡងជាប់ភាគច្រើនប្រឡងជាប់នឹងវិន័យបន្ទាប់មកទៀតអាហ្នឹងឲ្យឧទាហរណ៍វិន័យអានវិន័យធ្វើលំហាត់វិន័យមួយទៀតកាលណាយើងជាសិស្សគឺអ្នករៀនយើងព្យាយាមបែងចែកកាលវិភាគជីវិតយើងដើរលេងកំសាន្តប៉ុណ្ណាយើងបែងចែកកាលវិភាគនៃម៉ោងពេល24ម៉ោងរបស់យើង7ថ្ងៃក្នុងមួយសប្តាហ៍យើងយកក្រដាសមួយសន្លឹកយើងគូសពីលើចុះក្រោមកណ្ដាលយើងសរសេរអំពីម៉ោងពេលដែលយើងគិតថាថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធសុក្រសៅរ៍អាទិត្យក្រៅពីម៉ោងទៅរៀនយើងមកវិញយើងចំណាយពេលប៉ុន្មានដើម្បីធ្វើលំហាត់ហើយចំណាយពេលប៉ុន្មានដើម្បីបំពន់បន្ថែមការសិក្សាយើងដោយមិនចាំបាច់គ្រូដាក់ឲ្យទេហើយយើងប្រើម៉ោងពេលប៉ុន្មានដើម្បីលេងកីឡាធ្វើការផ្ទះសម្បែងនិងដើរលេងហើយយើងយកกระดาษមួយទៀតមកគូបន្ទាត់ពីលើចុះក្រោមហើយយើងដាក់វិជ្ជមានអវិជ្ជមានយើងរៀនគិតខ្លួនឯងពីទង្វើរបស់យើងថាតើទង្វើណាដែលយើងយល់ឃើញថាវិជ្ជមានទង្វើណាដែលយល់ឃើញថាអវិជ្ជមានហើយយើងពិនិត្យមើលក្រដាសហ្នឹងជារឿយៗដើម្បីបង្កបាននៅគំនិតថាអ្វីជាអំពើវិជ្ជមាននិងអ្វីជាអំពើអវិជ្ជមាននៅពេលដែលយើងពិនិត្យមើលយូរទៅវាធ្វើឲ្យយើងកើននៅប្រាជ្ញាស្មារតីហើយដឹងថាយើងក៏បីយកពេលវេលាធ្វើអ្វីច្រើនជាងអ្វីនឹងហៅថាវិន័យហើយបើយើងធ្វើអញ្ចឹងបានការសិក្សារបស់យើងទោះបីយើងមិនឆ្លាតក៏ដោយក៏យើងប្រឡងជាប់ដែរហើយយូរទៅយើងខ្លាយទៅជាមនុស្សពូកែចប់នេះនិយាយខ្លីពីរបៀបតាំងវិន័យរបៀបប្រមូលវិន័យរបៀបបង្កើតវិន័យនិងការសិក្សារបស់ខ្លួននឹងអញ្ចឹង